ក្តៅទាំងព្រឹកផ្ទុះការប៉ះទង្គិចរវាងទាហានកម្ពុជានិងថៃនៅព្រំដែនស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចង់គោះនៅតែលុយពិសាដោយការទទួលខុសត្រូវនៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025មានការប៉ះទង្គិចរវាងទាហានកម្ពុជានិងថៃនៅព្រំដែនចុងបូកវេលាម៉ោង 5:45 នាទីព្រឹកមិញនេះបើយោងតាមសារព័ត៌មានថៃជាច្រើនបានចុះផ្សាយព្រោងព្រាតតំបន់នេះស្ថិតនៅក្នុងខេត្តឧបលរាជធានីប្រទេសថៃដែលជាតំបន់ត្រួតស៊ីគ្នាដោយមិនទាន់បានកំណត់ព្រំដែនជាផ្លូវការរវាងប្រទេសថៃនិងកម្ពុជាការប៉ះទង្គិចគ្នានេះបង្កឡើងដោយសារការយល់ច្រឡំថាមានការចល័តទ័ពទៅតំបន់ហាមឃាត់រវាងប្រទេសទាំងពីរតែយ៉ាងណាមិញការប៉ះទង្គិចគ្នានេះមិនបានបង្កឲ្យទាហានភាគីខាងណារងរបួសនោះទេដោយភាគីកម្ពុជាឯកឧត្តមឧត្តមសេនីយ៍តូតុលសវណ្ណមេបញ្ជាការរងកងពលធំទី3បានសម្របសម្រួលតាមទូរស័ព្ទជាមួយមេបញ្ជាការរងនៃកងកម្លាំងស៊ូរ៉េណេរបស់ប្រទេសថៃហើយបានឯកភាពគ្នាបញ្ចប់រឿងនៅវេលាម៉ោង 5:55 នាទីព្រឹកគូបញ្ជាក់ថាកម្ពុជាថៃបានព្រមព្រៀងគ្នារក្សាស្ថានភាពនៅស្ងប់ស្ងាត់ដើម្បីបញ្ជាឧបទ្ទវហេតុដែលអាចប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរ។